បងប្អូនអរគ្នាធ្លាប់មានក្តីសម័យចង់បានវិឡានៅជាយក្រុងបែបឯកជនបែបនេះអត់ទេវិឡានេះគឺជាវិឡាមួយដែលនៅជាយក្រុងយើងចិត្តពលានថ្មីហើយចិត្តផ្សារអេអនបាទអេអនមានជ័យយើងហើយធំទលាស្អាតមានសួននៅចំហៀងអញ្ចឹងបងប្អូនចង់បានអាចមកមើលបានហើយមួយទៀតគឺយើងអាច customize ខ្លួនឯងបានល្អមែនតើហើយបងប្អូនឃើញមានការដាំឈើអីជុំវិញអញ្ចឹងប្រហែលជាអ្នកនរគ្នាចង់បានបែបហ្នឹងហើយបើសិនជាចង់បាន អាចមកពិភាក្សាគ្នាបានអញ្ចឹងបាទវិឡានេះគឺធំទលាយ customize ជាភ័យវិឡាតូលមានដីធំទលាយមែនតើអញ្ចឹងណាហើយតេជនបងឯកជននៅខាងអាមេរិកគាត់ជាម្ចាស់វិឡានេះហើយនេះមកសុំថតផ្ទះគាត់ឲ្យបងប្អូនឃើញគាត់ customize ស្អាតបែបណាអញ្ចឹងណាហើយគាត់ធ្វើ style បែបអ្វីដែលគាត់ជាចំណងនៅចិត្តផងគាត់អញ្ចឹងណាអូខេឥឡូវនេះជាខាងផ្ទះដែលបង customize ខ្លួនឯងអញ្ចឹងណាធ្វើស្អាតមែនទេហ្នឹងហើយមានកន្លែងចតឡានចតឡានធំទលាចតបាន12គ្រឿងបាទហើយខាងនេះកន្លែងតួភ្ញៀវនេះមានបន្ទប់ខាងក្រោមអ្នកដែលចាក់សោជាប់ហ្នឹងហើយមួយទៀតឥឡូវទៅពិសេសហើយភ្ញៀវចូលចិត្តគឺកន្លែងនេះគឺគាត់ customize ខ្លួនឯងធ្វើជាចក្រានអាំងសាច់បែបទលាយមែនតើហើយអាចจะមាន2ទេបាទស្អាតបាទគឺគាត់ customize ខ្លួនឯងតែម្ដងមានកន្លែងទូដាក់ស្រាអីចឹងណាបាទសម្រាប់គាត់ដាក់អានេះកន្លែងដាក់កៅស្រាពេលមានបងប្អូនមកលេងគាត់មានកម្មវិធីជប់លៀងផ្សេងគឺគាត់ចូលកន្លែងហ្នឹងហើយបាទយើងឡើងទៅមើលលើមើលស្អាតប៉ុណ្ណាអញ្ចឹងណាខាងលើនេះអត់ទាន់សម្អាតជូនគាត់ទេហើយជាមួយថ្ងៃ2ទៀតចាប់ផ្ដើមសម្អាតជូនអតិថិជនពួកគាត់ត្រូវទទួលផ្ទះឆាប់នេះបន្ទប់ឥឡូវនេះមានបន្ទប់ដល់13បាទបន្ទប់ដល់13ហ្នឹងស្អាតនេះបន្ទប់ធំបាទចេញមកមានវេរ៉ង់ដាខាងក្រៅយើងអាចមើលឃើញមកវេរ៉ង់ដាខាងក្រៅធំទលាយមែនទែនវេរ៉ង់ដាកែងវេរ៉ង់ដាហ្នឹងអញ្ចឹងបងអ្នកជនដែលនៅក្រៅប្រទេសអីចង់បានផ្ទះស្អាតបែបនេះឬក៏ចង់បានផ្ទះលក្ខណៈcustomize ខ្លួនឯងអីគឺល្អមែនតើអញ្ចឹងណាបាទនេះបន្ទប់មួយទៀតបាទទុកមានវេរ៉ង់ដាចេញទៅក្រៅដែរអញ្ចឹងបាទហើយយើងឡើងទៅជាន់ទី2អានេះ2ក៏ស្អាតដែរអញ្ចឹងបងគាត់ធ្វើលក្ខណៈបែបមានដែលធំទលាបន្ទប់ខាងលើនេះមានកម្មវិធី party អីផ្សេងហ្នឹងគាត់អាចមក party ខាងលើហ្នឹងហើយពិសេសមួយទៀតគឺតុបទឹកតុបទឹកគឺគាត់រៀបចំស្អាតនេះស្អាតមែនតើនិយាយពី view គឺស្រឡះឲ្យទលាយមែនតើមួយជ្រុងនេះដូចទូអញ្ចឹងបាទដូច TV អញ្ចឹងបាទគឺមើលទៅស្រឡះភ្នែកខ្យល់វិញគឺមិននិយាយបាទគឺត្រជាក់ស្រួលមែនតើណានេះចាប់ផ្លូវបាទទៅនៅបែបស្ងប់ស្ងាត់ល្អ
បែបឯកជន